បាទជំរាបសួរបងប្អូនបាទបងប្អូនពិតជាអស្ចារ្យបាទខំនាគរាជគឺពិតជាអស្ចារ្យពិតជាដូចឈ្មោះមែននាគរាជបាទបើកពេលឆ្វាច់ដាក់ផាច់ឈុលបាទអត់តោះបងប្អូនបាទហ៊ានដូចហើយតាន់បាទតាន់គាត់តាន់ទៀតមិនមែនបរទេសវាយមិនត្រូវទេណាវាយត្រូវប៉ុន្តែគាត់មិនអីគាត់តាន់បាទអញ្ចឹងការដែលធ្វើបានសម្រេចរបស់កូនសិស្សលោកគ្រូបឺតខំគឺជាការព្យាយាមបាទការព្យាយាមរបស់លោកគ្រូបឺតខំជាមួយខំអ្នកគ្រាបាទមិនមែនធ្វើកើតតែលោកគ្រូពេជ្រសុផាន់ទេបាទលោកគ្រូបឺតខំក៏គាត់ធ្វើកើតដែរឲ្យតែមាន sponsor ពីក្រោយដូចលោកគ្រូពេជ្រសុផាន់បាទគ្រូពេជ្រសុផាន់លុយមិនស្ទើរលានទេណារាប់រយលានណាបាទចុះបើលោកគ្រូបឺតខំគាត់មានបាទ sponsor ពីក្រោយដូចលោកគ្រូពេជ្រសុផាន់រាប់រយលានដូចគ្នាក៏នៅធ្វើបានបាទធ្វើបានដូចគ្នាប៉ុន្តែខ្ញុំមិនយល់ដែរមិនយល់ថាហេតុអីបានជាជួយតែក្លឹប1 2អីអញ្ចឹងចុះអាក្លឹបផ្សេងទៀតនឹងយ៉ាងម៉េចបាទហ្នឹងក៏វាពិបាកដែរដោយគ្រូសេនមិនធេនដូចលើកឃើញថាជួយដែរបាទគ្រូធុនសុភាគ្រូអីណែឆ្នើមហើយគ្រូសេនមិនធេនចូលគ្រូបឺតខំបឺតអីនេះក៏មិនជួយគាត់ផងបាទបើថាជួយទៅហើយវាចោលមកសៀតធ្វើមិនបានហ្នឹងគេថាឲ្យវាច្បាស់ប៉ុន្តែគ្រូបឺតខំគាត់បានបដិញ្ញាចិត្តណាគាត់ថាបើសិនជាមានគេជួយដូចក្លឹបដទៃទៀតគាត់ធ្វើមិនឲ្យចាញ់ក្លឹបធំទេបាទគាត់ធ្វើមិនឲ្យចាញ់ទេឥឡូវនេះលទ្ធផលរបស់គាត់ឃើញចេញមកស្ទុយបាទហើយគីឡូធំទៀតអស់ទាស់ហ្មងបាទអញ្ចឹងហើយសូមសនំពរដល់ក្រុមហ៊ុនដែលធ្លាប់ជួយក្លឹបដទៃរាប់រយលាននោះមេត្តាជួយបឺតខំផងដើម្បីឲ្យមានសន្ទុះក្នុងការផ្សព្វផ្សាយគុណខ្មែរព្រោះយើងបង្ហាត់សិស្សដូចគ្នាទេបាទអញ្ចឹងដល់ជួយមួយអត់មួយអញ្ចឹងវាពិបាកដែរបាទអញ្ចឹងមិនមែនហៅថាអីណែលើកស្ទួយគុណខ្មែរទេលើកស្ទួយគុណខ្មែរមិនមែនលើកស្ទួយតែសៀនមន្ថេនពេជ្រសុផាន់ធុនសុភាទេបាទក្លឹបដទៃទៀតក៏គេជួយគុណខ្មែរដូចតែគ្នាដែរបាទក៏គេលើកស្ទួយគុណខ្មែរដូចតែក្លឹប3 4នឹងដែរអញ្ចឹងសូមមេត្តាដល់ក្រុមហ៊ុនជួយក្លឹបដទៃទៀតផងបាទដើម្បីឲ្យគ្នាមានកម្លាំងចិត្តក្នុងការផ្សព្វផ្សាយគុណខ្មែរបាទសូមបញ្ជាក់ម្ដងទៀតថាការផ្សព្វផ្សាយគុណខ្មែរមិនមែនតែក្លឹបសេនមន្ថេនក្លឹបធុនសុភាហើយនឹងក្លឹបពេជ្រសុផាន់ទេបាទក្លឹបដទៃទៀតដែលគ្នាខ្សត់អត់ដែលខិតខំប្រឹងប្រែងបង្ហាត់សិស្សប្រមូលផ្ដុំសិស្សហើយនឹងចំណាយថវិកាផ្ទាល់ខ្លួនបាទទិញសម្ភារៈឬក៏ដឹកជញ្ជូនសិស្សមកប្រកួតមកហាត់ហ្នឹងក៏ផ្សព្វផ្សាយគុណខ្មែរដែរអញ្ចឹងសូមមេត្តាក្រុមហ៊ុនបាទដែលធ្លាប់ជួយមេត្តាជួយទៅដល់ក្លឹបដទៃទៀតផងជាពិសេសគឺក្លឹបលោកគ្រូបឺតខំបាទឥឡូវគាត់ធ្វើបានហើយប៉ុន្តែក៏សនំពោដល់ម្ចាស់ក្លឹបដទៃទៀតដែរមុននឹងឲ្យគេជួយត្រូវខិតខំជួយខ្លួនឯងសិនបាទណែឃើញទេដូចលោកគ្រូបឺតខំឥឡូវគាត់ខិតខំគាត់ជួយខ្លួនឯងបានហើយនៅតែគេជួយគាត់ដែរកាលណាគេជួយគាត់ដំណើរការក្លឹបរបស់គាត់គឺអូខេ 100% អញ្ចឹងបានខ្ញុំជឿជាក់ថាគ្មានអ្នកណាធ្វើមិនកើតទេបាទឲ្យតែមានធនធានគ្រប់គ្រាន់ប៉ុន្តែទន្ទឹមនឹងមានធនធានគ្រប់គ្រាន់ក៏ត្រូវមានគេហៅថាតស៊ូគេហៅថាស៊ូគេថាទ្រាំអត់ដើម្បីឈានទៅរកមានបានបាទ
ចឹងលទ្ធផលយប់មិញនេះគឺខំអ្នកក្រីកធ្វើបានល្អហើយជោគជ័យបាទសូមអរគុណសូមជម្រាបលាបាទចង់ឲ្យទេវតាជួយត្រូវជួយខ្លួនឯងសិនណាបងប្អូនលោកគ្រូម្ចាស់ក្លឹបនីមួយៗស្ដាប់ឲ្យតាន់បាទ